ក្បាច់សិចទាំង5ល្អបំផុតសម្រាប់ស្ត្រីដើម្បីធ្វើឲ្យដៃគូបរោះសុខស្រួលដល់ចំណុចកំពូលដកចិត្តមិនរួចក្បាច់កំពូល5ដែលត្រូវបានណែនាំដោយអ្នកជំនាញដោយផ្អែកលើការស្រាវជ្រាវនិងការណែនាំពីគេហទំព័រទាំងនេះ 1. ក្បាច់ Cowgirl ស្ត្រីនៅលើនេះគឺជាទីតាំងដែលស្ត្រីអង្គុយលើដៃគូបរោះដោយបែរមុខទៅរកគេដែលអនុញ្ញាតឲ្យស្ត្រីគ្រប់គ្រងល្បឿននិងជម្រៅនៃការជ្រៀតចូលរបស់លឹងវាជួយឲ្យបរោះទទួលបានការរីករាយពីការមើលឃើញនិងការប៉ះពាល់ដែលជិតស្និទ្ធទីតាំងនេះត្រូវបានគេពេញនិយមព្រោះវាផ្ដល់នូវការទំនាក់ទំនង eye contact និងការថើបបោះអង្អែល 2. ក្បាច់ reverse cowgirl ស្ត្រីនៅលើដោយបែរខ្នងស្រដៀងនឹង cowgirl ប៉ុន្តែស្ត្រីបែរខ្នងទៅកាន់ដៃគូបរោះទីតាំងនេះអនុញ្ញាតឲ្យស្ត្រីគ្រប់គ្រងការរំញោចនិងផ្ដល់ទិដ្ឋភាពដ៏គួរឲ្យទាក់ទាញសម្រាប់បុរសវាល្អសម្រាប់ការរំញោចចំណុច G-spot របស់ស្ត្រីផងដែរប៉ុន្តែផ្ដោតលើការពេញចិត្តរបស់បុរសតាមរយៈការមើលឃើញនិងចលនាពីក្រោយរបស់នារីជាដៃគូ 3. ក្បាច់ Amazon ស្ត្រីអង្គុយលើដោយលើកជើងបុរសដេកផ្ងាលើកជើងឡើងរីឯស្ត្រីអង្គុយលើគេដោយបែរមុខទៅរកគេទីតាំងនេះផ្ដល់នូវការជ្រៀតចូលជ្រៅនិងអនុញ្ញាតឲ្យស្ត្រីគ្រប់គ្រងទាំងស្រុងដែលធ្វើឲ្យបុរសមានអារម្មណ៍ពេញចិត្តពីការរំញោចខ្លាំង 4. ក្បាច់ Lotus អង្គុយរំពាត់បុរសអង្គុយខ្វែងជើងរីឯស្ត្រីអង្គុយលើគេដោយរុំជើងជុំវិញចង្កេះទីតាំងនេះផ្ដល់នូវការជិតស្និទ្ធខ្លាំងការថើបនិងការប៉ះពាល់ដែលជួយបង្កើនការរីករាយផ្លូវចិត្តសម្រាប់បុរសវាល្អសម្រាប់ការរួមភេទយឺតៗនិង romantic 5. ក្បាច់ Butterfly ស្ត្រីគេងលើគែមគ្រែស្ត្រីគេងផ្ងាលើគែមគ្រែឬកែម៉ូតូលើកជើងឡើងរីឯបុរសឈរនៅខាងមុខទោះបីស្ត្រីមិនសកម្មទាំងស្រុងក៏ដោយក៏វាអនុញ្ញាតឲ្យស្ត្រីគ្រប់គ្រងមុំដោយការលើកជើងនិងផ្ដល់ការជ្រៀតចូលជ្រៅដែលពេញចិត្តសម្រាប់បុរសអ្នកជំនាញណែនាំថាការទំនាក់ទំនងនិងការពិសោធន៍ជាមួយដៃគូគឺជាគន្លឹះដើម្បីរកក្បាច់រួមភេទដែលស័ក្តិសមបំផុតសូមចងចាំថាសុខភាពផ្លូវភេទត្រូវការការយល់ដឹងនិងការប្រើប្រាស់វិធានការសុវត្ថិភាពដើម្បីការពារពីការឆ្លងជំងឺកាមរោគនានា